ក្រុងបាងកកសួស្តីមើលអ្នកស្ដាប់ជាទីគោរពជាទីមេត្រីវីដេអូនេះខ្ញុំបាននឹងព័ត៌មានអំពីក្រុងបាងកកបាងកកគឺជារាជធានីនិងជាទីក្រុងដែលប្រជាជនថៃរស់នៅច្រើនបំផុតនៅក្នុងប្រទេសថៃរាជធានីនេះត្រូវបានគេស្គាល់តាមរយៈភាសាថៃថាក្រុងទេពមហានគរឬអាចនិយាយជាភាសាសាមញ្ញថាក្រុងទេពឬក្រុងថេពទីក្រុងនេះមានផ្ទៃដីទំហំ 1568.7 គីឡូម៉ែត្រការ៉េស្ថិតនៅដីសណ្ដទន្លេចៅព្រាយ៉ាភាគកណ្ដាលប្រទេសនិងមានប្រជាជនជាង 8 លាននាក់ស្មើនឹង 12.6% នៃប្រជាជនសរុបទាំងអស់នៃប្រទេសនិងច្រើនជាង 14 លាននាក់រស់នៅជុំវិញទីក្រុងដែលធ្វើឲ្យបាងកកក្លាយជាទីក្រុងដែលមានអាកាសធាតុក្តៅខ្លាំងនិងមជ្ឈមណ្ឌលទីក្រុងផ្សេងទៀតរបស់ប្រទេសថៃទាក់ទងនឹងសារៈសំខាន់នៃទីក្រុងបាងកកបង្កើតឡើងនៅក្នុងសម័យរតនកោសិនក្នុងរជ្ជកាលរបស់ពុទ្ធយ៉ាតហ្វាចឡាលោកនៃរាជវង្សចក្រីក្រោយពីការកាត់ទោសប្រហារជីវិតរបស់ព្រះចៅតាក់ស៊ីនមករាជធានីធនបុរីត្រូវបានប្តូរឈ្មោះទៅជាក្រុងបាងកករហូតមកទល់នឹងសព្វថ្ងៃនេះពាក្យរាជធានីនៃប្រទេសថៃគឺជាទីក្រុងដែលមានឈ្មោះវែងជាងគេបំផុតនៅលើពិភពលោកនិងមានឈ្មោះជាផ្លូវការថាក្រុងទេពមហានគរអន្តរតនកោសិនមហេន្ទ្រយុទ្ធាមហេតលកៈភពនពវត្តនរាជធានីបុរីរាមឧត្តមរាជនិវេសមហាអមរៈពិមានអវតារស្ថិតសកតិកេវិស្ណុកម្មប្រសិទ្ធដែលមានន័យថាទីក្រុងនៃអវតារទីក្រុងដ៏អស្ចារ្យទីក្រុងរតនៈដ៏អស្ចារ្យជានិច្ចទីក្រុងដែលមិនអាចកាត់ថ្លៃរបស់ព្រះបាទឥន្ទ្រៈនិងជារាជធានីដ៏ធំនៃពិភពលោកប្រោសដោយត្បូងដ៏មានតម្លៃចំនួន9ទីក្រុងរីករាយសម្បូរទៅដោយព្រះបរមរាជវាំងដ៏ធំសម្បើមដែលស្រដៀងនឹងឋានសួគ៌ដែលសោយរាជ្យព្រះដែលបានចាប់បដិសន្ធិឡើងវិញគឺជាទីក្រុងដែលផ្ដល់ដោយព្រះឥន្ទ្រៈនិងសាងសង់ដោយព្រះវិស្ណុការបើយោងទៅតាមពងសាវតារសម័យអយុធ្យាទីក្រុងបាងកកមានឈ្មោះថាធនបុរីស្រីមហាសមុទ្រនៅពេលដែលព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចឡាលោករាមាទី1នៃរាជវង្សចក្រីបានលើករាជធានីមកជ្រោយខាងកើតទន្លេទីក្រុងនេះបានរក្សាឈ្មោះអយុធ្យាដែលមានឈ្មោះមួយចំនួនដូចជាក្រុងទេពទ្វារវតីស្រីអយុធ្យានិងក្រុងទេពមហានគរស្រីអយុធ្យាចាប់ពីរជ្ជកាលរបស់ព្រះបាទសម្ដេចផ្លូវចៅយូហួររាមាទី4នៃរាជវង្សចក្រីទីក្រុងនេះត្រូវប្តូរឈ្មោះជាផ្លូវការដោយសពថ្ងៃដែលបានសរសេរថាក្រុងទេពមហានគរអានថាក្រុងទេពមហានគរឬក្រុងទេពឬក្រុងថេពបាងកកជាទីក្រុងធំបំផុតរបស់ថៃទីក្រុងនេះស្ថាបនាឡើងនៅសម័យរតនកោសិនក្រោយពីការបំផ្លិចបំផ្លាញទីក្រុងអយុធ្យាដោយកងទ័ពភូមាដែលបច្ចុប្បន្នគឺមីយ៉ាន់ម៉ានៅឆ្នាំ1567ក្រោយពីព្រឹត្តិការណ៍ដ៏ជូរចត់នៅពាក់កណ្ដាលទី2នៃសតវត្សទី16ស្ដេចសៀមក៏បានសម្រេចព្រះទ័យជម្លៀសទីក្រុងចាស់ដែលខ្ទេចខ្ទីដោយផ្លូវសង្គ្រាមទៅកាន់តំបន់ថ្មីដែលសម្បូរទៅដោយបឹងបួឆ្ងាយពីរាជវាំងប្រមាណជា60គីឡូម៉ែត្រទីក្រុងនេះមានឈ្មោះថាបាងកកឬក្រុងទេពមហានគរស្ថិតនៅខាងឆ្វេងនៃទន្លេមេណាមឬមេតាដូចនេះបាងកកមានន័យថាភូមិដែលហ៊ុំព័ទ្ធដោយដើមអូលីវវាជាអនុស្រុកនៃរាជធានីប្រទេសថៃដែលកាលពីអតីតកាលគឺជាតំបន់ពាណិជ្ជកម្មដ៏រុងរឿងនៃជនជាតិថៃនិងជនបរទេសនៅក្នុងប្រទេសថៃដូច្នេះជនបរទេសរាជធានីនៃប្រទេសថៃត្រូវបានគេហៅថាទីក្រុងបាងកកខណៈពេលដែលប្រជាជនថៃក្នុងស្រុកហៅថារាជធានីក្រុងថេពប្រវត្តិសាស្ត្រនៃទីក្រុងបាងកកយ៉ាងហោចណាស់មានដើមកំណើតនៅសតវត្សទី15នៅពេលដែលវាជាភូមិមួយនៅច្រាំងខាងលិចទន្លេចៅព្រាយ៉ាក្រោមការគ្រប់គ្រងរបស់អយុធ្យាដោយសារតែទីតាំងយុទ្ធសាស្ត្ររបស់វានៅជិតមាត់ទន្លេនៃទីប្រជុំជាន់បានកើនឡើងជាលំដាប់ក្នុងសារៈសំខាន់ទីក្រុងបាងកកដំបូងបានបម្រើការជាប៉ុស្តិ៍គយដែលមានបន្ទាយនៅសងខាងទន្លេហើយជាកន្លែងឡោមព័ទ្ធនៅក្នុងឆ្នាំ1588ដែលបារាំងត្រូវបានបណ្ដេញចេញពីប្រទេសសៀមបន្ទាប់ពីការដួលរលំអយុធ្យានៅភូមាគឺនៅឆ្នាំ1767ស្ដេចតាក់ស៊ីនដែលទើបតែគ្រងរាជ្យថ្មីបានបង្កើតរាជធានីរបស់ទ្រង់នៅឯទីក្រុងដែលបានក្លាយជាមូលដ្ឋាននៃនគរធនបុរីនៅឆ្នាំ1788
82ព្រះបាទពុទ្ធយតហ្វាចលាលោករាមាទី1ស្នងរាជពីតាក់ស៊ីនបានផ្លាស់ប្ដូររាជធានីទៅរតនកោសិនរបស់ធនាគារខាងកើតដូច្នេះបានបង្កើតនគរថារតនកោសិននេះជាសសរស្តម្ភទីក្រុងត្រូវបានកសាងឡើងនៅថ្ងៃទី21ខែមេសាឆ្នាំ1782ដែលត្រូវបានគេចាត់ទុកថាជាការបរិច្ឆេទនៃគ្រឹះនៃក្រុងបាងកកដែលជារដ្ឋធានីសេដ្ឋកិច្ចទីក្រុងបាងកកបានពង្រីកបន្តិចម្ដងតាមរយៈពាណិជ្ជកម្មអន្តរជាតិដំបូងជាមួយនឹងប្រទេសចិនបន្ទាប់មកជាមួយឈ្មួញខាងលិចដែលត្រឡប់មកវិញនៅដើមពាក់កណ្ដាលសតវត្សទី19ក្នុងនាមជារាជធានីបាងកកគឺជាមជ្ឈមណ្ឌលនៃការធ្វើទំនើបកម្មរបស់សៀមដោយសារវាប្រឈមនឹងសម្ពាធពីមហាអំណាចលោកខាងលិចនៅចុងសតវត្សទី19រជ្ជកាលរបស់ស្ដេចម៉ុងខុតគឺឆ្នាំ1851ដល់68និងជូឡាឡុងគឺឆ្នាំ1868ដល់ឆ្នាំ1910បានឃើញសេចក្តីណែនាំនៃការម៉ាស៊ីនចំហាយទឹកដែលបានបោះពុម្ពកាសែតការដឹកជញ្ជូនផ្លូវដែកនិងហេដ្ឋារចនាសម្ព័ន្ធឧបករណ៍ប្រើប្រាស់នៅក្នុងទីក្រុងព្រមទាំងការអប់រំនិងការថែទាំសុខភាពទីក្រុងបាងកកបានក្លាយជាដំណាក់កាលកណ្ដាលសម្រាប់ការតស៊ូដណ្ដើមអំណាចរវាងយោធានិងឥស្សរជននយោបាយនៅពេលដែលប្រទេសនេះបានលុបចោលនៅរបបរាជានិយមផ្ដាច់ការកាលពីឆ្នាំ1932ដោយសារតែប្រទេសថៃបានចងសម្ព័ន្ធមិត្តជាមួយជប៉ុនក្នុងសង្គ្រាមលោកលើកទី2ទីក្រុងបាងកកបានទទួលរងនូវការទម្លាក់គ្រាប់បែករបស់សម្ព័ន្ធមិត្តប៉ុន្តែបានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងសម័យក្រោយសង្គ្រាមដែលជាលទ្ធផលនៃជំនួយអាមេរិកនិងការវិនិយោគគាំទ្រដោយរដ្ឋាភិបាលតួនាទីរបស់ទីក្រុងបាងកកជាគោលដៅស្រាវជ្រាវនិងអភិវឌ្ឍ Military យោធារបស់អាមេរិកបានជំរុញឧស្សាហកម្មទេសចរណ៍របស់ខ្លួនក៏ដូចជាការបង្កើតយ៉ាងរឹងមាំថាជាគោលដៅទេសចរណ៍ផ្លូវភេទការអភិវឌ្ឍ Urban ទីក្រុងមិនសមាមាត្រនាំឲ្យមានវិសមភាពប្រាក់ចំណូលកើនឡើងនិងការធ្វើចំណាកស្រុកពីតំបន់ជនបទចូលទីក្រុងប្រជាជនរបស់ខ្លួនបានកើនឡើងពី 1.8 លាននាក់ទៅ3លាននាក់ក្នុងទសវត្សរ៍ឆ្នាំ1960បន្ទាប់ពីការដកអាមេរិកចេញពីវៀតណាមនៅឆ្នាំ1973អាជីវកម្មជប៉ុនបានចូលមកកាន់តំណែងជាអ្នកវិនិយោគហើយការពង្រីកការផលិតដែលផ្ដោតលើការនាំចេញនាំឲ្យមានការរីកចម្រើននៃទីផ្សារហិរញ្ញវត្ថុនៅទីក្រុងបាងកករីកលូតលាស់យ៉ាងឆាប់រហ័សនៃទីក្រុងបានបន្តឆ្លងកាត់ទសវត្សរ៍ឆ្នាំ1980និងដើមទសវត្សរ៍ឆ្នាំ1990រហូតដល់ទីក្រុងនេះជាប់គាំងដោយវិបត្តិហិរញ្ញវត្ថុអាស៊ីគឺឆ្នាំ1997នៅពេលនោះបញ្ហាសាធារណៈនិងសង្គមជាច្រើនបានលេចឡើងដែលក្នុងនោះមានភាពតានតឹងលើហេដ្ឋារចនាសម្ព័ន្ធដែលឆ្លុះបញ្ចាំងពីការកកស្ទះនៃចរាចរណ៍ដ៏ល្បីល្បាញរបស់ទីក្រុងតួនាទីរបស់ទីក្រុងបាងកកជាឆាកនយោបាយរបស់ប្រទេសបន្តត្រូវបានគេមើលឃើញនៅក្នុងការតវ៉ាដែលមានប្រជាប្រិយចាប់ពីការបះបោរនិស្សិតគឺនៅឆ្នាំ1973និងឆ្នាំ1976បាតកម្មប្រឆាំងនឹងយោធានៅឆ្នាំ1992និងការតវ៉ាតាមដងផ្លូវជាញឹកញាប់ចាប់តាំងពីឆ្នាំ2006រួមទាំងក្រុមដែលប្រឆាំងនឹងគាំទ្រអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីណាវ៉ាត្រាពីឆ្នាំ2006ដល់ឆ្នាំ2013និងចលនាដឹកនាំនិស្សិតថ្មីគឺនៅឆ្នាំ2020រដ្ឋបាលទីក្រុងត្រូវបានរៀបចំឡើងជាផ្លូវការដំបូងដោយស្ដេចជូឡាឡុងកនក្នុងឆ្នាំ1906ជាមួយនឹងការបង្កើតទីក្រុងថេពផារ៉ាមហានខនជាផ្នែករងរបស់ជាតិនៅក្នុងឆ្នាំ1915ដែលជាមណ្ឌលត្រូវបានគេបែងចែកជាខេត្តចំនួនព្រំដែនរដ្ឋបាលនៃការដែលបានចាប់តាំងបន្ថែមទៀតផ្លាស់ប្ដូរទីក្រុងក្នុងទម្រង់បច្ចុប្បន្នរបស់វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ1972ជាមួយនឹងការបង្កើតរដ្ឋបាលក្រុងបាងកក BMA បន្ទាប់ពីការរួមបញ្ចូលគ្នានៃខេត្តផារ៉ាខននៅច្រាំងខាងកើតចៅប្រយ៉ានិងខេត្តធនបុរីនៅខាងលិចកាលពីឆ្នាំមុនបាទខ្ញុំបាទសូមអរគុណចំពោះការតាមដានទស្សនាវីដេអូនេះសូមអរគុណនិងសូមជម្រាបលា